នៅស្រុកគេហៅ granny flat នេះមានម្ដាយចាស់ចាស់គេតមកឲ្យនៅខាងក្រោយអ្នកគាត់នេះមានតុអង្គុយលេងមានក្រែដេកមួយហើយកន្លែងស្ងាត់ស្ងៀមក្នុងភូមិនេះមានគេលក់ផ្ទះថ្ងៃនេះបងប្អូនណានៅក្នុងភូមិនេះបងប្អូនថ្ងៃនេះជាថ្ងៃសៅរ៍គេលក់ផ្ទះនេះបងប្អូននេះគេលក់ផ្ទះយើងតិចទៀតខ្ញុំចូលមើលប្រាប់បងប្អូននេះថ្ងៃសៅរ៍ថ្ងៃទៅគេទៅនេះស្រុកនេះគេចាដើរលក់គេដើរមើលផ្ទះបងប្អូនតង់គេតង់ខ្ញុំហើយទិញផ្ទះមិនថាតែនេះបងប្អូនមិនថាតែអ្នកនឹងអត់ផ្ទះបានដើរទិញទេតែអ្នកមានផ្ទះហើយក៏គេដើរទិញដែរគេដូរផ្ទះទូចទៅផ្ទះធំពីផ្ទះធំទៅផ្ទះទូចអីចឹងណាបងប្អូនមិនមែនចាំតែអត់ផ្ទះបានដើរទិញទេស្រុកនេះអ្នកខ្លះគេចង់ដូរផ្ទះគេទៅនៅតំបន់ផ្សេងចឹងទៅពីទូចទៅធំមានកូនច្រើនអញ្ចឹងគេកូនចេញអស់ចឹងដូរយកទេទូចវិញទៅវាបាក់មើលខុសត្រូវមិនជួលគេបានដោយស្រុកខ្មែរយើងទេបងប្អូនផ្ទះនៅទីនេះពុំមានផ្ទះថ្មីទេបងប្អូនសតែចាស់ទេបាទបន្តិចទៀតយើងចូលមើលទាំងអស់គ្នាហើយយើងមើលក្នុងភូមិគេគ្រប់ផ្លូវគ្រប់ចកលហកបាទភូមិគេស្អាតបងប្អូនអត់មានសារ៉ាមមានអីទេផ្លូវរញ៉ៃពេញហ្នឹងបងប្អូនអើយនេះបាទអញ្ចឹងចូលមើលទាំងអស់គ្នាបាទផ្ទះនេះស្អាតhơnគេបងប្អូនផ្លុងទៅក្រោយនេះកន្លែងចតឡានវ៉ាផ្ទះនេះប្រហែលជាចតឡានបានច្រើនឡើយខ្ញុំមិនទាន់ចូលក្នុងផ្ទះទេតែនៅក្រៅផ្ទះសិនគេឲ្យមួយមិញនេះឲ្យប្លង់គេមួយនេះអូផ្ទះនេះធំហ្មងកន្លែងចតឡានចតអីមកទេដើរមើលខាងក្រៅផ្ទះគេសិនបាទបងប្អូនបាទផ្ទះគេនេះកន្លែងដុតឡកំណៅបងប្អូនម៉ូតចាស់ផ្ទះនេះចាស់ដូចខ្ញុំថាតែគេតស្អីនេះmy god ផ្ទះនេះធំស្អាតបងប្អូនអ្នកចង់ធ្វើអីនេះកន្លែងចតឡានគេនោះទៅដល់ខ្នល់ទៅក្រៅហើយនេះកន្លែង entertainment គេនេះបងប្អូននេះកន្លែងបុកស្នុកឃើញស្នុកអីអ្នកចង់បុកហើយនេះកន្លែងផឹកបៀអានេះហៅ entertainment room បងប្អូនអ្នកណាចង់លេងអីគេមកលេងនៅនេះគេទទួលភ្ញៀវគេនៅនេះប្រហែលជាក្មេងៗហើយបងប្អូនគឺនេះចក្រានបាយគេមួយនឹងបងប្អូននេះកន្លែងស៊ីកន្លែងផឹកមិនបើនិយាយទៅខាងក្រោមសុទ្ធតែទូតិចដាក់ស្អីហើយនឹងគ្រឿងច្រៀងរាំអីហ្នឹងបងប្អូនពួកបារាំងក៏វាចេះច្រៀងក្រៅអូខេដែរណាយើងដើរមើលខាងក្រៅសិនទេខាងក្នុងអត់ទាន់នេះទេណាអូផ្ទះវាធ្វើឡើងអស់ដីបងប្អូនឡើងពេញនឹងកន្លែងអីកន្លែងស្អីនេះខាងក្រៅផ្ទះយើងដើរចូលទៅក្នុងផ្ទះតិចនោះនេះបាទហើយកន្លែងនេះក៏កន្លែងគេអង្គុយលេងមួយដែរនេះផ្ទះនេះមានកន្លែងលេងច្រើនបងប្អូនមានអង្គុយស្អាតធ្វើឲ្យអស់ហើយបងប្អូនចូលមកគឺមិនបាច់ដាក់លុយអីចូលទៀតទេហត់តែមកនៅបណ្ដោយហ្នឹងនេះឃើញកន្លែងគេស្កានបាយធំមកស្កានបាយវាធំហើយថ្មីគេធ្វើថ្មីទៅក្រៅដាក់ស៊ីនៅក្រៅក៏បានតែការពិតកន្លែងញ៉ាំបាយគេនៅកន្លែងនេះផ្ទះវានេះក្នុងផ្ទះអត់សូវធំហ្មងតែវាបានគ្រឿងលេងនេះកន្លែងត្រាំទឹកគេបងផ្ទះនៅស្រុកនេះគឺអញ្ចឹងឯងបងប្អូននេះកន្លែងត្រាំទឹកមាន TV មកឲ្យមើលទៀតសង់ធីម៉ង romantic អីនៅនេះឯងបងប្អូនត្រាំទៅអំបានទេមិនដឹងធ្វើម៉េចទេហើយនេះក៏ចឹងនេះគឺកតុបទឹកគេមួយទៀតបងប្អូនផ្ទះនៅស្រុកខ្មែរយើងខ្ញុំអត់ចូលចិត្តកតុបទឹកគឺបាទប្រគុណវាកតុបទឹកវាប្រគុណអត់មានបែងចែកបាទពេលចូលទៅពេលណាក៏ទៅទឹកជើងតែផ្ទះនេះមិនមានផ្ទះថ្មីទេបងប្អូនផ្ទះហ្នឹងផ្ទះចាស់មួយណាតុបទឹកកេងគេគឺអត់ធំទេទូចល្មមមកកេងតែគេមានធ្វើទូដាក់ខោអាវហើយអស់ហើយយើងមិនបាច់ធ្វើអីទៀតទេទូខោអាវគេមានស្លាច់ហ្មងស្រុកនេះឡូវតុបដេកអត់សូវធំទេតុបដេកតិចតែបានខាងក្រៅច្រើនអានេះ master គេហើយគេមានកតុប master ស្រុកនេះបាទតែអត់មានធ្វើ on suite ទេផ្ទះថ្មីឡើយគេមានធ្វើ on suite ហើយនេះកតុបទូភ្ញៀវគេបងប្អូនតុបទូភ្ញៀវក៏អត់ធំដែរផ្ទះដូចខ្ញុំថាអញ្ចឹងចាស់បាទគឺផ្ទះ very ចាស់ឲ្យឃើញអាជុំកន្លែងដុតភ្លើងពីដើមហ្នឹងចាស់គេបិទចោលឡូវ
เราđàoចូលទៅបងប្អូនបាទដើរចូលមកឆ្កានបាយមកត្រង់ផ្ទះនេះគេក៏ធ្វើឡើងវិញដែរតែអ្វីពិសេសហ្នឹងគឺបានចក្រានបាយគេធំកានបាយគេធំមែនទែនកន្លែងញ៉ាំបាយអីគេទលាយចង់ទៅញ៉ាំក្រៅក៏បានហើយនឹងបាទធំធ្វើអស់ដីនេះក៏ប៉ុន្តែហើយជាមិនខំពីលៀនទេបងប្អូននេះគេមានធ្វើបើនៅស្រុកខ្មែរអញ្ចឹងនៅស្រុកគេហៅ granny flat នេះមានម្ដាយចាស់អីគេតមកឲ្យនៅខាងក្រោយអ្នកគាត់នេះមានតុអង្គុយលេងមានក្រែដេកមួយហើយកន្លែងស្ងាត់ស្ងៀមឡៅចេញមួយទៀតបាទមានម្ដាយចាស់អីស្រួលអាហ្នឹងគេធ្វើឲ្យម្ដាយចាស់មកនៅស្ងាត់អ្នកគាត់មើលទៅបើអញ្ចឹងអត់មានអីទេមានតែប៉ុណ្្នឹងឯងបងប្អូនប៉ុន្តែផ្ទះនេះខ្ញុំថាវាមិនក្រោម2លានទេបងប្អូនផ្ទះមើលកន្លែងស្អីគេនេះបងប្អូនអូអានេះការាចគេដាក់ស្អីបងប្អូនរបស់កន្លែងតុករបស់ដូចជាសណ្ដើម៉ាស៊ីនបោកម៉ាស៊ីនកាត់ឆ្មៅស្អីរបស់ធ្វើការដិនបងប្អូនខ្ញុំប្រាប់បងប្អូនថា1លានថាជាមិនច្បាស់ទេបើអញ្ចឹងមានតែអីមានតែយើងចាំមើលទាំងអស់គ្នាបងប្អូនតើគេលក់ប្រហែលប៉ុន្តែបើតាមខ្ញុំដឹងខ្ញុំដើរមើលផ្ទះច្រើនគឺមិនក្រោម2លានទេបងប្អូនក្រោមក៏ក្រោមតិចតួចលើបន្តិចតួច